គេសួរខ្ញុំថាធ្លាក់ខ្យល់អញ្ចឹងលាឆ្អិនដែរអីចង់ប្រាប់ទៅវិញថាលាឆ្អិនណាតាមម៉ោង7ព្រឹកអីយោពីព្រោះអីខ្ញុំសោះលាហ្នឹងមិនមែនថាយកទៅហាលក្នុងកម្ដៅថ្ងៃទៅវាឆ្អិនស្រាប់ទេធ្លាក់ខ្យល់មែនពិតតែលាយើងគឺនៅតែឆ្អិនល្អបើមានកម្ដៅថ្ងៃទៅគឺវាហិតតែអែមអីចឹងទៅណាគ្រាន់តែថាវិធីក្នុងការចម្អិនលាហ្នឹងយើងមានសេកង់មានអីត្រឹមត្រូវយើងប្រឡាក់មិនកុំឲ្យវាឆ្អាបយើងវាយគ្រឿងឲ្យមិនឲ្យវាចូលជាតិល្អអីចឹងទៅបងប្អូនមកឃើញសាច់លាហើយគឺយើងក៏ដឹបហ្មងបងប្អូនណលាសាច់ធំញាក់ឥឡូវនេះចូលដល់ខែលាតប៉ែតែអាហ្នឹងលាសាច់វាអូទៅដោះគោឆ្ងាញ់ណាស់រងថ្ងៃនេះខ្ញុំលក់លាបឹងលាព្រែកលាហ្នឹងវាសាច់ច្រើនវាខ្ទិះដូចតែគ្នាទេគ្រាន់តែអ្នកខ្លះគាត់ចូលចិត្តញ៉ាំលាទលេជាងលាបឹងលាព្រែកបងអូនខ្ញុំនេះវាជាយន្តហោះមកពីស្រុកគេមកដល់យប់ជ្រៅហើយព្រឹកលំឡើងវាថាត្រូវតែញ៉ាំលាខ្ញុំឲ្យបានដូចដាច់តាំងកាលទាំងបងប្អូនឲ្យមកអញ្ចឹងវាដាក់អស់ឡើងមកថាម្នាក់ឯងអញ្ចឹងឲ្យស្ងាត់បងប្អូនដែលគាត់ចូលចិត្តញ៉ាំលាហាយ៉ាមីតុងហេងគឺអាចទៅទិញបានទៅគ្រប់សាខារបស់យើងដែលនៅជិតបងប្អូនទាំងអស់គ្នាបងប្អូនដែលនៅម្ដុំទួកកតាខ្មៅទួតពុងជ្រោយចង្វាស្ទឹងមានជ័យក្រោយសាលាស៊ីសវ៉ាតហើយនឹងនៅឈុកមាសអីហ្នឹងណានៅចិត្តកន្លែងណាទិញកន្លែងហ្នឹងទៅរសជាតិដូចតែគ្នាទេនេះមកឆ្ងាញ់ជូនហ្មងបា